ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីធ្វើខជើងជ្រូកដាក់ជាមួយនឹងពងទាសម្រាប់មុខម្ហូបមួយមុខនេះដែរគឺមានរសជាតិឆ្ងាញ់និងងាយស្រួលធ្វើណាស់មិនពិបាកទេថ្ងៃនេះខ្ញុំមានជើងជ្រូកចំនួន1គីឡូបងប្អូនអាចប្រើជាសាច់3ជាន់មកសម្រាប់ខក៏បានដែរគ្រឿងផ្សំផ្សេងទៀតមានដូចជាស្ករត្នោតម្រេចខ្ទឹមទឹកត្រីប៊ីចេងអំបិលហើយថ្ងៃនេះដែរខ្ញុំមានពងទាចំនួន5គ្រាប់ដំបូងគឺយើងត្រូវដាក់ស្ងោរពងទាសិនឲ្យតែពេលខ្ញុំធ្វើម្ហូបម្ដងតែងតែមានជំនួយការតូចមកជួយជានិច្ចតែម្ដងគឺរពឹងណាស់បន្ទាប់ពីស្ងោរពងទាហើយយើងយកឆ្នាំងថ្មីមកយើងដាក់ស្ករត្នោតចូលខជើងជ្រូកឬក៏ខអ្វីក៏ដោយយើងប្រើស្ករត្នោតគឺវាមានក្លិនឈ្ងុយនិងមានពណ៌ក្រហមល្អយើងរំងាស់ស្ករត្នោតឲ្យវាឡើងពងអង្ក្រងបន្តិចបន្ទាប់មកទៀតយើងដាក់ខ្ទឹមសចូលខ្ទឹមសនេះយើងចិញ្ច្រាំឲ្យបានម៉ត់បន្ទាប់មកយើងកូរជាមួយនឹងស្ករត្នោតបងប្អូនកុំប្រើភ្លើងខ្លាំងពេកកាលណាយើងប្រើភ្លើងខ្លាំងពេកវាធ្វើឲ្យស្ករត្នោតយើងឆាប់ខ្លោចនិងល្វីងបន្ទាប់ពីមានក្លិនឈ្ងុយហើយយើងចាក់ជើងជ្រូកចូលហើយកូរមួយសន្ទុះនៅពេលដែលកូរសពចូលគ្នាល្អហើយយើងគ្របឆ្នាំងទុកមួយសន្ទុះសិនឆ្លៀតពេលហ្នឹងខ្ញុំមកបកពងទាផ្ទះខ្ញុំដាក់ពងទាតែ5គ្រាប់ទេព្រោះអត់សូវមានអ្នកចូលចិត្តញ៉ាំពងទាកំពុងតែបកកូនប្រុសក៏ចេញពីរៀនតែម្ដងបន្ទាប់ពីបកពងទាហើយខ្ញុំចាប់ផ្ដើមមកសំគ្រឿងខយើងវិញម្ដងជាដំបូងគឺខ្ញុំដាក់អំបិលប្រហែលជា1ចុងស្លាបព្រាម្រេចទឹកត្រីហើយនិងប៊ីចេងតោះមកយើងកូរច្របល់មួយសន្ទុះហើយយើងថែមដាក់ពងទាចូលហើយកូរវាឲ្យសព្វចាប់ផ្ដើមជះក្លិនមកឈ្ងុយបណ្ដើហើយបន្ទាប់មកទៀតខ្ញុំបន្ថែមទឹកជាមួយចានគោមហើយយើងគ្របទុកវាមួយសន្ទុះសម្រាប់ការខរងាស់ជើងជ្រូករបស់យើងគឺត្រូវចំណាយពេល20ទៅ30នាទីដើម្បីឲ្យវាផុយងាយស្រួលក្នុងការញ៉ាំហើយជើងជ្រូករបស់ខ្ញុំគឺមានក្លិនឈ្ងុយមែនតើគឺឈ្ងុយចេញអំពីស្ករត្នោតខ្មែរយើងហើយក៏មានពណ៌ស្រស់ស្អាតដែរមិនចាំបាច់ថែមទឹកស៊ីអ៊ូវខាប់អីបន្ថែមទៀតទេគឺមានក្លិនហើយនឹងពណ៌គួរឲ្យចង់ញ៉ាំតែម្ដង